ជំរាបសួរអស់លោកស្រីបងប្អូនក្មួយថ្ងៃនេះនាងខ្ញុំនាំមកនៅមុខម្ហូបឆាជ្រូកស្ពៃជាមួយសាច់ជ្រូកក្រហមនិងសាច់ជ្រូកសុទ្ធប៉ុន្តែស្រេចតែចំណូលចូលចិត្តរបស់អស់លោកអ្នកនិងក្មួយបើចូលចិត្តឆាជាមួយសាច់ជ្រូក3ជាន់ក៏បានឆាសាច់មាន់ក៏បានតាមចំណូលចំណង់ចិត្តហើយ ingredient នាងខ្ញុំមានស្ករហើយទឹកស៊ីអ៊ីវហើយនឹងទឹកស៊ីអ៊ីវខាប់បន្តិចហើយនឹងស្លឹកខ្ទឹមសច្រាំហើយជ្រូកស្ពៃនាងខ្ញុំហាន់វាល្អិតអញ្ចឹងតែស្រេចតែចំណូលចូលចិត្តរបស់បងប្អូនក្មួយបើចង់ហាន់របៀបធំជាងនឹងបន្តិចក៏បានអញ្ចឹងទេឥឡូវហ្នឹងរួចហើយត្រូវចម្អិនឆ្នាំងក្តៅហើយcooking oil ឆាជ្រូកស្ពៃអញ្ចឹងដាក់ឲ្យប្រេងច្រើនបន្តិចក៏បានឲ្យវាឃើញដាក់ប្រេងច្រើនមើលទៅវាគួរឆ្ងាញ់ខ្ទឹមសខ្ទឹមឡើងល្មមដាក់សាច់បានទឹកស្អ៊ីវដាក់ចូលចុះមកទៀតa little bit about soy sauce ម្រេចឆាជ្រូកស្ពៃប្រៃហើយអញ្ចឹងទេមិនបាច់ប្រើអំបិលហើយក៏ទឹកត្រីអីច្រើនទេគ្រាន់ដាក់មកល្មមចូលឡំនឹងសាច់បានแล้วក្របវាមក1មិនិត2មិនិតឲ្យវាឆ្អិនសាច់សិនឥឡូវនេះ2មិនិត3មិនិតសាច់ឆ្អិនហើយត្រូវដាក់ស្ពៃចូលឡើងបើកភ្លើងឲ្យខ្លាំងឡើងវិញក្របក្រោយពេលដាក់ជ្រូកស្ពៃហើយក្របវា3មិនិតទៀត3-4មិនិតហើយឆាជ្រូកស្ពៃនេះអត់ត្រូវការឲ្យវាទឹកទេឲ្យវាស្ងួតប៉ុន្តែស្រេចតែចំណូលចូលចិត្តរបស់អស់លោកក្មួយបើចង់ដាក់ទឹកបន្តិចក៏បានដាក់ទឹកជ្រក់ហ្មងឲ្យវាជូរមានជាតិជូរឥឡូវនេះរួចហើយ ready to serve ខ្ទឹមឥឡូវនេះរួចសពគ្រប់ហើយសម្រាប់ឆាជ្រូកស្ពៃហើយឆ្ងាញ់ណាស់ជូរប្រៃផ្អែមល្មមហើយមួយក្មួយនឹងចូលចិត្តមុខម្ហូបនេះមិនខានអរគុណជម្រាបលា